នៅពីក្មេងខ្ញុំតែងនាំគ្នាលេងហឹងនៅពេលប្រលប់ខ្ញុំលេងដេញចាប់បិទពួនដល់ថ្ងៃត្រង់ឡើងខ្ញុំក៏លេងស្វាតងវល់នៅក្បែរមាត់អូនឯរួចក៏សំដៅទៅផ្ទាំងផ្ដំតាមមិត្តភក្តិឲ្យជួយប្រាប់ម៉ែគ្នាផងភ័យក្រៃកន់ឡងខ្លាចតែម៉ែឪមកតន់ទាល់តែយប់ជ្រៅទើបខ្ញុំហ៊ានចូលក្នុងភូមិមកដល់ផ្ទះភ្លាមឪលុតខ្ញុំមកចាស់ដៃហើយដេកមួយសុនទុំស្រាប់តែឆ្កែព្រុសពេញភូមិញាតិមិត្តកូនបងគាត់ចូលមកសួរខ្ញុំថាថ្ងៃមិញស្មើនេះក្មួយឯងតើបាត់ទៅណាខ្ញុំប្រាប់គាត់ថាខ្ញុំទៅលេងស្វាចាំទីណែដល់ធំដឹងក្តីស្រីស្រីបបួលលេងអ៊ូយខ្ញុំមិនទុកយូរកំពុងតែជូរមាត់ផងហើយគេមកជន់ស្លោស្លន់រត់ប្លង់របងហើយចង់រៀកនោមហក់ទៅពួននឹងគុំជីហើយចែកចូលឆ្នាំខ្ញុំនាំគ្នាទៅលេងវត្តចែកជូនទៀងព្រាត់នៅឯវត្តកោះអណ្ដែតក្នុងភូមិរាជស្មីគេល្បីរូបខ្ញុំប្រងព្រាតបើអស់ផៅងៀតថាខ្ញុំក្បាលខូចជាងគេមិនសមថាក្បាលខូចទេញ៉ឹង